បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាដែលស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅក្នុងវីដេអូថ្មីនេះដែរខ្ញុំសូមទៅការបង្ហាញបងប្អូននឹងពីរបៀបដាក់លេខទូរស័ព្ទចូលក្នុង Gmail បាទការពារកុំឲ្យបាទខូចឬក៏មានបញ្ហានៅថ្ងៃក្រោយឥឡូវសូមទៅការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនលម្អិតនៅលើស័ព្ទដៃនេះតែម្ដងបងប្អូនដែលទើបនឹងបង្កើត Gmail បានថ្មីបងប្អូនគួរតែធ្វើការបញ្ចូលលេខទូរស័ព្ទមួយខ្សែបន្ថែមទៅដើម្បីឲ្យគ្រប់លក្ខខណ្ឌរបស់ Gmail បាទហើយបើសិនជាបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទហើយគឺស្មើនឹងមានសោរសុវត្ថិភាពបាទ2ជាន់បាទការពារ Gmail បងប្អូនបាទកុំឲ្យមាននរណាម្នាក់អាច hack បាទចូលក្នុង Gmail បងប្អូនដោយមិនមានការអនុញ្ញាតបានណាបាទជាហ៊ានដំបូងបងគ្រាន់តែបាទធ្វើការបាទចូលមកបាទ Play Store ក៏បានឬមួយក៏បាទកម្មវិធី Gmail នៅក៏បានណាបាទអញ្ចឹងសូមធ្វើការបាទចូលមក Gmail ចុះបាទរួចហើយនឹងចេញតម្រងបែបនេះបាទបងប្អូនរកមើលកន្លែង profile Gmail មកបើសិនបងប្អូនបានធ្វើការបាទ upload រូបភាពចូលនឹងចេញជាតម្រងរូបភាពបែបនេះបើសិនបងប្អូនមិនបានធ្វើការបាទ upload រូបភាពចូលវានឹងឡើងជាតម្រងអក្សរណាបាទរួចហើយបងប្អូនចុចពីលើបាទ profile ហ្នឹងមកបាទរួចហើយនឹងចេញតម្រងបែបនេះទៀតបងប្អូនរកមើលអក្សរនៅខាងក្រោមបាទឈ្មោះហ្នឹងមកគេដាក់ថាបាទ manager your Google account រួចហើយចុចពីលើហ្នឹងមកបាទបើសិនជាសាប់អូនខ្លះវានឹងឡើងបាទតម្រងបាទបដិខាងនេះបាទអក្សរដែលនៅបញ្ជួរនេះបាទអញ្ចឹងទៅបើសិនជាសាប់បងប្អូនខ្លះវានឹងឡើងតម្រងដូចទូរស័ព្ទខ្ញុំដែរបាទអញ្ចឹងបងប្អូនបាទឡើងតម្រងទៅបងប្អូនយកទី1ណាគេដាក់ថាបាទpersonal បាទ info បាទ personal info បងប្អូនធ្វើការចុចពីលើនឹងមកបាទរួចហើយនឹងចេញតម្រងបែបនេះបាទមាន profile ឈ្មោះបាទ Gmail អញ្ចឹងណាបាទរួចចាំបងប្អូនរកមើលសញ្ញាដូចជា call នេះបាទហើយគេដាក់ថា phone បាទនៅខាងក្រោម Gmail ហ្នឹងបាទចុចពីលើពីថា phone ហ្នឹងមកបាទរួចហើយនឹងចេញតម្រងបែបនេះបងប្អូនបាទចុចអក្សរពណ៌ខៀវហ្នឹងមកគេដាក់ថា add now បាទរួចហើយធ្វើការចុចមកពេលបងប្អូនចុចកន្លែងពាក្យថា add now ពឹបបាទតម្រូវបងប្អូនគឺការបាទដោះបាទសោកូដនៅលើទូរស័ព្ទដៃបងប្អូនណាបាទអញ្ចឹងមិនមែនជាសោកូដរបស់ Gmail ទេគឺជាសោកូដសុវត្ថិភាពនៅលើទូរស័ព្ទដៃបងប្អូនណាបាទអញ្ចឹងបើសិនបងប្អូនបាទ scan កញ្ចៅដៃបងប្អូន scan កញ្ចៅដៃទៅបើសិនបងប្អូនប្រើបាទសោឆូតបាទអូបងប្អូនប្រើលេខកូដបាទបងប្អូនធ្វើការបាទចុចតាមនឹងមកណាបាទអញ្ចឹងដោយសារខ្ញុំបើកមុខងារ scan កញ្ចៅដៃខ្ញុំធ្វើការ scan កញ្ចៅដៃពឹបមករួចបងប្អូនចុចភាសាថ្មី add now ម្ដងទៀតពេលបងប្អូនចុចពាក្យថា add now ម្ដងទៀតបងប្អូននឹងបាននាំបងប្អូនមកដល់ជាតម្រងបាទបញ្ចូលលេខទូរស័ព្ទនេះហើយបាទអញ្ចឹងបងប្អូនមើលទង់ជាតិផងណាបាទអញ្ចឹងបើសិនយើងបងប្អូននៅប្រទេសខ្មែរបងប្អូនបាទនឹងឡើងតម្រង់បាទទង់ជាតិខ្មែរបែបនេះហើយណាបាទអញ្ចឹងបងប្អូនចុចកន្លែងពាក្យថាបានnumber ហ្នឹងមកបងប្អូនណាបាទចុចទាំងហ្នឹងមករួចចាំបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទបងប្អូនមកបាទអញ្ចឹងធ្វើការបញ្ចូលលេខទូរស័ព្ទរបស់ខ្ញុំ071បាទ5គុត9គុត314ខ្ញុំសាកល្បងមើលទេបងប្អូនតើលេខទូរស័ព្ទរបស់ខ្ញុំទេគឺអាចបញ្ចូលបានអត់ណាបាទអញ្ចឹងខ្ញុំទីមទាត់មើលម្ដងទៀតគឺអូខេហើយរួចហើយចុច next បាទរួចហើយបងប្អូននឹងចេញតម្រងនេះបងប្អូនបាទមើលខាងក្រោមម្ដងទៀតគេដាក់ថាបាទget code បាទចុចមកបាទដោយសារតែលេខទូរស័ព្ទនេះខ្ញុំបានធ្វើការបញ្ចូលនៅលើ Gmail ផ្សេងហើយណាអញ្ចឹងគេអត់ឲ្យទេឥឡូវសូមធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទលេខថ្មី92912108បាទរួចហើយចុច next បាទរួចហើយចុចបាទ get code ហ្នឹងមកបាទលេខទូរស័ព្ទនេះគេឲ្យណាពេលនោះគេនឹងផ្ញើបាទកូដបាទទៅក្នុងទូរស័ព្ទបងប្អូនហើយដោយសារតែលេខទូរស័ព្ទនេះខ្ញុំបានធ្វើការដាក់នៅលើទូរស័ព្ទផ្សេងណាបាទនេះគេផ្ញើមកមិញបាទនេះបងប្អូនឃើញលេខកូដហើយបាទ445497 445497បាទរួចហើយចុចពាក្យថា verify
បាទឥឡូវគឺបានជោគជ័យហើយអញ្ចឹងបងប្អូន request វាម្ដងមកបាទ request វាទៅឈប់នេះបងប្អូនណាបាទគឺលេខទូរស័ព្ទហ្នឹងគឺបានភ្ជាប់ជាមួយបាទ Gmail បងប្អូនហើយអញ្ចឹងវាមានសុវត្ថិភាពខ្ពស់ទៅពេលដែលបងប្អូនធ្វើការបានលុបចូលឬក៏មាននរណាបានលុបចូលទៅក្នុង Gmail បងប្អូនគេនឹងបាទធ្វើការបញ្ជូនដំណឹងបាទ call មកឬក៏អីចឹងណាបាទអញ្ចឹងបងប្អូនចុចថយបាទ back ថយក្រោយមកបាទនេះបងប្អូនកន្លែង phone នេះបាទអញ្ចឹងកន្លែង phone នឹងលែងឡើងបាទអក្សរដែលចេញមកជួរហើយនឹងចេញបាទលេខទូរស័ព្ទវិញម្ដងណាបាទអញ្ចឹងបងប្អូនគួរតែធ្វើការបញ្ចូលបាទលេខទូរស័ព្ទម្នាក់មួយទៅបើសិនជាបងប្អូនធ្វើការយក Gmail ហ្នឹងទៅបង្កើតបាទកម្មវិធីផ្សេងដូចជាកម្មវិធីដែលលំបាកដូចជា WeChat បានណាបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទដែលបងប្អូនធ្វើការបង្កើតបាទ Gmail ហ្នឹងបាទអធ្យាស្រ័យបង្កើតកម្មវិធី WeChat ហ្នឹងបាទរួមទាំងបាទ Gmail ដែលបងប្អូនធ្វើការយកទៅធ្វើការបង្កើតបាទ WeChat បងប្អូនគួរតែធ្វើការបញ្ចូលបាទទៅក្នុងបាទ Gmail បងប្អូនឲ្យហើយទៅដើម្បីបងប្អូនធ្វើការបង្កើតម្ដងឲ្យបានជោគជ័យណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុនឃ្លីបពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនបាទក្នុងឱកាសបាទឆ្នាំថ្មី2026នេះសូមបងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នាបាទវីដេអូក្រោយបាទបាយបាយ